បាទបងប្អូនណាខ្លះដែលមានបញ្ហានៅពេលដែលបញ្ចូលលុយបាទបញ្ចូលកាតទូរស័ព្ទទៅស្រាប់តែគេកាត់អត់ដឹងខ្លួនបាទអត់ដឹងថាយើងបានភ្ជាប់គម្រោងអីខ្លះបាទស្រាប់តែអស់លុយបាទអញ្ចឹងខ្ញុំនឹងប្រាប់ពីរបៀបនៃការផ្ដាច់គម្រោងបាទទាំងអស់ហ្នឹងបាទមិនថាប្រព័ន្ធsmartphone ឬក៏ smart ឬក៏012ទេយើងអាចផ្ដាច់គម្រោងបានបាទតែមុននឹងទៅសូមឲ្យបងប្អូនជួយ follow ជួយ subscribe បាទ page ក៏ដូចជា channel YouTube ខ្ញុំម្នាក់មួយផងបាទអញ្ចឹងយើងចូលទៅមើលទាំងអស់គ្នាបាទអញ្ចឹងមកដល់ត្រង់ចំណុចនេះមិនថាបងប្អូនប្រើប្រព័ន្ធ smart បាទប្រព័ន្ធ smartphone ឬក៏ set card អញ្ចឹងបងប្អូនគ្រាន់តែវាយផ្កាយ12បាទ1200ត្រឹមជ្រូកហើយបញ្ជូនឥឡូវខ្ញុំសូមយក SIM 2ចុះបាទ SIM ទី2បាទអញ្ចឹងគ្រាន់តែបញ្ជូនទៅបាទសូមរងចាំបន្តិចវានឹងលោតជម្រើសឲ្យយើងបាទនេះជម្រើសយើងគឺមាន2បាទទី1គឺបង្ហាញឈ្មោះសេវាកម្មទាំងអស់ទី2មានឈ្មោះសេវាកម្មអញ្ចឹងបងប្អូនជ្រើសរើសយកលេខ2មកដោយបាទវាលេខ2ហើយយើងចុច send តែម្ដងបាទចុច send បាទអញ្ចឹងពេលបន្ទាប់ពីចុច send គឺវាបង្ហាញ3ជម្រើសឲ្យយើងទី1គឺ digital ទី2គឺទូរស័ព្ទទី3គឺ roaming អញ្ចឹងយើងយកលេខ2អញ្ចឹងយើងចុចលេខ2មកបញ្ជូនបាទគឺពាក់ព័ន្ធជាមួយនឹងសេវាកម្មទូរស័ព្ទអញ្ចឹងយើងចុច send មកបាទអញ្ចឹងអ្នកទាំងអស់គ្នាឃើញកន្លែងនេះគឺមានជម្រើស2អញ្ចឹងមានលេខ1និងលេខ0អញ្ចឹងយើងយកលេខ1មកគឺដើម្បីបញ្ជាក់ដើម្បីបញ្ឈប់សេវាកម្មនៅក្នុង mobile ទាំងអស់បាទយើងចុចលេខ1កន្លែងនេះបាទចុចលេខ1ហើយចុច send បាទអញ្ចឹងបន្ទាប់ពីចុច send នេះទៅបាទប្រព័ន្ធនឹងធ្វើការផ្ដាច់សេវាកម្មទូរស័ព្ទទាំងអស់បាទនេះគឺបង្ហាញលោកថាយើងបានផ្ដាច់សេវាកម្មដោយជោគជ័យអញ្ចឹងបន្ទាប់ពីផ្ដាច់ហើយបងប្អូនចង់ភ្ជាប់នៅសេវាកម្មផ្សេងៗដោយខ្លួនឯងបងប្អូនអាចចុចបាទភ្ជាប់សារថ្មីទៅបាទដើម្បីឲ្យដឹងថាយើងបានភ្ជាប់សេវាកម្មអីខ្លះបាទកុំឲ្យពេលបញ្ចូលលុយទៅស្រាប់តែកាត់លុយយើងអត់ដឹងខ្លួនអញ្ចឹងណាបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងអញ្ចឹងសូមបងប្អូនជួយចុច share ជាពិសេសបាទជួយ follow ជួយ subscribe page ក៏ដូចជា YouTube channel YouTube ខ្ញុំម្នាក់មួយផងបាទអរគុណច្រើន